4ចំណុចសំខាន់ពាក់ព័ន្ធនឹងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជាថៃដែលសម្ដេចធិបតីហ៊ុនម៉ាណែតបានឆ្លៀតជជែកគ្នាជាមួយនឹងនាយករដ្ឋមន្ត្រីថៃនៅទីក្រុងកាសានសហព័ន្ធរុស្ស៊ីសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានឆ្លៀតជជែកគ្នាក្រៅផ្លូវការជាមួយនឹងនាយករដ្ឋមន្ត្រីថៃឯកឧត្តមអនុទីននៅទីក្រុងកាសានសហព័ន្ធរុស្ស៊ីតាមរយៈបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់សម្ដេចធិបតីហ៊ុនម៉ាណែតបានលើកឡើងនៅចំណុច4ពាក់ព័ន្ធនឹងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជាថៃដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះខ្ញុំបានឆ្លៀតជជែកគ្នាក្រៅផ្លូវការជាមួយឯកឧត្តមអនុទីនច័ន្ទវីរៈគុលនាយករដ្ឋមន្ត្រីថៃនៅទីក្រុងកាសានសហព័ន្ធរុស្ស៊ីខ្ញុំបានលើកឡើងនៅចំណុចមួយចំនួនពាក់ព័ន្ធនឹងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជាថៃទី1កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធីនិងស្របតាមច្បាប់អន្តរជាតិទី2ពាក់ព័ន្ធនឹងព្រំដែនសមុទ្រគឺសូមភាគីទាំងពីរបន្តដោះស្រាយតាមរយៈយន្តការ Compulsory Conciliation ក្រោម UNCLOS ដែលបាននឹងកំពុងដំណើរការទី3ពាក់ព័ន្ធនឹងព្រំដែនគោកកម្ពុជាមកដល់ពេលនេះនៅតែជ្រើសរើសយកការដោះស្រាយតាមយន្តការទ្វេភាគីដែលមានស្រាប់គឺ JBC និងផ្អែកលើកិច្ចព្រមព្រៀងដែលមានស្រាប់ប៉ុន្តែកម្ពុជាជំរុញឲ្យភាគីថៃរៀបចំតែងតាំងប្រធាន JBC ថៃនិងជំរុញឲ្យចាប់ផ្ដើមដំណើរការចុះវាស់វែងខណ្ឌសីមាព្រំដែនឲ្យបានឆាប់ស្របតាមស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី26ខែធ្នូឆ្នាំ2025ចំណុចទី3ដែលភាគីទាំងពីរបានចុះហត្ថលេខានិងទី4ពាក់ព័ន្ធនឹងការបើកច្រកព្រំដែនគោកមិនមានការចាំបាច់ក្នុងការជជែកគ្នាក្នុងពេលនេះទេ